សូមជម្រាបសួរក្មួយៗសិស្សានុសិស្សទាំងអស់ដែលកំពុងតាមដានមើលវីដេអូនៃការបង្រៀនរបស់លោកគ្រូបាទឥឡូវតោះក្មួយៗមកមើលខ្លឹមសារបន្ទាប់របស់យើងទៀតគឺការបំបត្តិ radical វិភាគបែងបាទអញ្ចឹងតោះក្មួយៗមកមើលពីរបៀបនៃការបំបត្តិ radical វិភាគបែងចូលសិនតោះក្មួយៗមើលសិនមកឥឡូវក្មួយៗលោកគ្រូមាន2បាទទី1នេះគឺបាទឬការ៉េនៃ2លើឬការ៉េនៃ5អញ្ចឹងក្មួយៗមើលមួយសិនមកឬការ៉េនៃ2លើបាទឬការ៉េនៃ5បូកនឹងឬការ៉េនៃ2ក្មួយកន្លែងនេះនៅពេលដែលយើងឃើញ radical ពីរតួបូកជួបគ្នានៅខាងក្រោមក្មួយមិនអាចទុកវាជា radical ជាប់បែបនេះបានទេអញ្ចឹងក្មួយត្រូវធ្វើម៉េចក្មួយគឺត្រូវគុណបំបត្តិវាចូលអញ្ចឹងយើងត្រូវគុណនឹងកន្សោមឆ្លាស់របស់វាមកអញ្ចឹងលោកគ្រូសរសេរបានកន្លែងនេះឬការ៉េនៃ2លើបាទកន្លែងនេះគឺយើងគុណនឹងកន្សោមឆ្លាស់របស់វាមកក្មួយឬការ៉េនៃ5បូកឬការ៉េនៃ2យើងសរសេរចេះមកឬការ៉េនៃ5បូកឬការ៉េនៃ2បាទអញ្ចឹងក្មួយបាត់វងខ្ចប់មួយហើយបើកវងខ្ចប់វិញបាទអញ្ចឹងកន្លែងនេះគឺក្មួយឆ្លាស់មានន័យថាឬការ៉េនៃ5បូកឬការ៉េនៃ2កន្លែងនេះគឺឬការ៉េនៃ5ដកឬការ៉េនៃ2វិញបាទឬការ៉េនៃ5ដកឬការ៉េនៃ2ឃើញទេក្មួយឃើញទេនេះគឺជាកន្សោមឆ្លាស់ពីមុនរបស់វាគឺឬការ៉េនៃ5បូកឬការ៉េនៃ2ដល់ពេលទី2ឬការ៉េនៃ5ដកឬការ៉េនៃ2ឃើញទេអញ្ចឹងបើសិនជាកន្លែងនេះដកកន្លែងនេះគឺបូកព្រោះយើងយកឆ្លាស់របស់វាតើនេះក្មួយទាន់អត់អញ្ចឹងកន្លែងនេះគឺខាងលើគឺយើងគុណនឹងកន្សោមឆ្លាស់នេះយើងកុំគុណជាមួយនឹងកន្សោមនេះណានេះគឺជាកន្សោមដើមបាទកន្សោមឆ្លាស់របស់វាគឺនេះអញ្ចឹងក្មួយត្រូវគុណនឹងឬការ៉េនៃ5ដកឬការ៉េនៃ2បាទនេះក្មួយបាត់វងខ្ចប់ហ្វប់មកនេះក្មួយមើលទាន់អត់ត្រង់ចំណុចនេះហើយដែលលោកគ្រូចង់បញ្ជាក់ក្មួយថាយើងត្រូវគុណនឹងកន្សោមឆ្លាស់របស់វាដែលកន្សោមដើមរបស់វាគឺឬការ៉េនៃ5បូកឬការ៉េនៃ2ដល់ពេលកន្សោមឆ្លាស់របស់វាគឺឬការ៉េនៃ5ដកឬការ៉េនៃ2បាទអញ្ចឹងនៅពេលដែលក្មួយទៅសេបានបែបនេះហើយក្មួយធ្វើការគុណចូលទាំងអស់បាទអញ្ចឹងបើវាមាន radical ទាំងអស់អញ្ចឹងគឺក្មួយគុណចូលទាំងអស់ទៅបាទអញ្ចឹងក្មួយមើលសិនមកស្មើឬការ៉េនៃ2ដែលជា radical 5ក៏ជា radical អញ្ចឹង2គុណនឹង5បានអញ្ចឹងយើងបានឬការ៉េនៃ10កន្លែងនេះគឺយើងគុណទៅគឺបានឬការ៉េនៃ10ហើយបាទនេះ radical គុណជាមួយ radical អញ្ចឹង2គុណជាមួយនឹង2នេះទៀតមកដោយសារ radical ដូចគ្នាចុះសញ្ញាបូកសញ្ញាដកនេះបូកគុណនឹងដកគឺវាចេញសញ្ញាដកឬការ៉េនៃប៉ុន្មាន2គុណនឹង2បាន4នេះឃើញមួយទៅនេះលើបាទអញ្ចឹងកន្លែងនេះគឺក្មួយធ្វើការគុណដែរឬការ៉េនៃ5គុណនឹងឬការ៉េនៃ5បានឬការ៉េនៃ25នេះក្មួយតន់នេះកន្លែងនេះមើលតន់ណារួចយកឬការ៉េនៃ5នេះគុណជាមួយដកឬការ៉េនៃ2មកលោកគ្រូគុណឲ្យមើលនេះគុណចេះមក5គុណនឹង2គឺបាន10អញ្ចឹងបានន័យថាកន្លែងនេះមួយឃើញកន្លែងនេះបូកគុណនឹងដកគឺបានសញ្ញាដកអញ្ចឹងដកឬការ៉េនៃ10បាទរួចបន្ទាប់មកទៀតក្មួយយក2នេះគុណជាមួយនឹង5បានបូកប៉ុន្មានព្រោះបូកគុណនឹងបូកកន្លែងនេះគឺបានសញ្ញាបូកឬការ៉េនៃ10ដូចគ្នាបាទចុងក្រោយយក2គុណជាមួយនឹង2នេះមកមួយឃើញទេបូកគុណនឹងដកគឺចេញសញ្ញាដកឬការ៉េនៃ2គុណនឹង2បាន4នេះមួយតើនេះកន្លែងហ្នឹងបាទស្មើគូដាក់បន្តទៀតស្មើមួយឃើញកន្លែងនេះឬការ៉េនៃ10มันអាចបញ្ចេញពី radical បានទេក្មួយអត់មានការ៉េណាដែលបញ្ចេញពីឬការ៉េនៃ10បានទេអញ្ចឹងមួយទុកវានៅដដែលឬការ៉េនៃ10របស់យើងគឺនៅដដែលឃើញទេបន្ទាប់មកទៀតដកយើងដាក់សញ្ញាដកហើយមកឬការ៉េនៃ4គឺយើងបញ្ចេញពី radical បានបើយើងចេញពី radical មកគឺបាន2បាទភាគនេះគូដាក់ភាគទៀតហើយភាគជាមួយនឹងបាទ25យើងបញ្ចេញពី radical មកគឺបាន5បាទចុះឬការ៉េនៃ10ដកឬការ៉េនៃ10បូកឬការ៉េនៃ10លេខ2នេះគឺក្មួយធ្វើការស៊ីសងទៅគឺស្មើ0បាទអញ្ចឹងមកន័យថា10ដក10 0ឬការ៉េនៃ10ដកឬការ៉េនៃ10ទេគឺស្មើ0អញ្ចឹងនៅសល់ដកនេះ1ឬការ៉េនៃ4បញ្ចេញពី radical មកគឺបាន2មួយតើនេះបាទអញ្ចឹងមកដល់កន្លែងនេះគឺចម្លើយរបស់យើងបាទចម្លើយរបស់យើងគឺស្មើឬការ៉េនៃ10ពូសេយកទៅនេះឬការ៉េនៃ10ដកឬការ៉េឬដក2បាទលើបាទ5ដក3សំទោស5ដក2នៅសល់3បាទនេះគឺជាលទ្ធផលរបស់យើងបាទអញ្ចឹងឃើញ radical យើងបាត់តែមួយឃើញបាត់ radical វិភាគបែងទេបាទនេះគឺយើងធ្វើមកគឺបាត់ radical វិភាគបែងឥឡូវគួរមើលទី3សំទោសទី2គឺយើងបំបត្តិ radical ចូលដូចគ្នាឬទី3នៃ3លើឬទី3នៃ2បូកនឹងឬទី3នៃ3ក្មួយកន្លែងនេះគឺយើងមិនអាចធ្វើតាមខាងលើបានទេក្មួយត្រូវគុណនឹងកន្សោមបំពេញរបស់វាគឺតាមរៀង a គូបបានបូក b គូបបាទអញ្ចឹងតាមរៀង a គូបបូក b គូបមួយដឹងហើយតាមរៀង a គូបបូក b គូបមួយថ្នាក់ទី3បានរៀនរូបមន្ត a គូបបូក b គូបហើយបាទអញ្ចឹងមួយមើលសិនមកលោកគ្រូបង្ហាញតាមរូបមន្តមួយគឺរៀង a គូបបូក b គូបហ្នឹងបាទអញ្ចឹងឬទី3នៃ3លោកគ្រូសរសេរកន្លែងនេះចុះឬទី3នៃ3បាទអញ្ចឹងតាមពិតទៅគឺ a គូបបូក b គូបអញ្ចឹងគ្រូសេកន្លែងនេះឲ្យមើល a គូបបូក b គូបវាស្មើនឹង a បូក b បាទកតានឹង a ការ៉េដក ab បូក b ការ៉េ
បាទនេះគឺជារូបមន្តដែលយើងប្រើចំពោះ a គូបបូក b គូបនេះចំពោះរឹសទី3នៃ2បូករឹសទី3នៃ3អញ្ចឹងយើងប្រើរូបមន្តនេះអញ្ចឹងទី1 a របស់យើងគឺនេះ b គឺនេះ b អញ្ចឹងលើកន្លែងនេះគឺលោកគ្រូដាក់លើបាទយើងប្រើទម្រង់នេះមកនេះយកនេះមកសរសេរមកឬការសំទោសរឹសទី3នៃ2នេះបូកជាមួយរឹសទី3នៃ3នេះបាត់វងខ្យល់មួយមកហើយយើងសរសេរទម្រង់ទី2នេះគឺ a ដល់ b នេះអូសំទោស a បូក b នេះគឺ a បូក b ចំពោះអានេះវិញក្មួយកន្លែងនេះកន្លែងនេះក្មួយសរសេរ a ការ៉េហ្មងនេះ a ការ៉េអញ្ចឹងក្មួយសរសេររឹសការ៉េរឹសទី3នៃ2ការ៉េឃើញទេនេះ a ការ៉េដករូបមន្តរបស់វាគឺដកមួយដាក់ដកមក a គុណនឹង b a គុណ b រឹស2គុណរឹស3អញ្ចឹងកន្លែងនេះគឺរឹសទី3នៃ2គុណជាមួយរឹសទី3នៃ3មកឃើញទេបន្តមកទៀតកន្លែងនេះគឺក្មួយធ្វើម៉េច b ការ៉េអញ្ចឹង b ការ៉េគឺបូកជាមួយនឹងរឹសទី3នៃប៉ុន្មាន3ការ៉េនេះក្មួយតនេះឲ្យបាត់វងចោលមកចំណែកខាងលើនេះក៏យើងគុណនឹងខាងក្រោមដែរអញ្ចឹងរឹសទី3នៃ2ការ៉េដករឹសទី3នៃ2គុណជាមួយនឹងរឹសទី3នៃ3បូកនឹងរឹសទី3ការ៉េនេះដែរនេះឃើញបាត់វងចោលមកមួយឃើញទេបាទលោកគ្រូធ្វើការសម្រាយក្មួយបើលោកគ្រូសម្រាយអញ្ចឹងមិនន័យថារៀងវែងតិចហើយមួយតាមដានមើលសិនបន្តមកទៀតគឺលោកគ្រូធ្វើការគុណចូលគឺស្មើបាទរឹសទី3នៃ3នេះគឺលោកគ្រូសរសេរសិនមករឹសទី3នៃ3នេះប៉ុន្តែកន្លែងនេះគឺរឹសទី3នៃ2ការ៉េគឺយើងគុណជាមួយរឹសទី3នៃ2ការ៉េបានប៉ុន្មាន4បាទអញ្ចឹងគួរដាក់4មកបាទដកជាមួយនឹងរឹសទី3នៃប៉ុន្មានរឹសទី3នៃ2គុណនឹង3នេះគឺបាន6បាទបូកជាមួយនឹងរឹសទី3នៃប៉ុន្មានមួយឃើញ3ការ៉េបានប៉ុន្មាន9ឃើញទេបាទអញ្ចឹងកន្លែងនេះគឺលោកគ្រូដាក់ខាងក្រោមបន្តិចទៀតឆ្វាប់មកបាទខាងក្រោមនេះគឺលោកគ្រូសរសេរដូចគ្នាបាទរឹសការ៉េរឹសទី3នៃ2បូករឹសទី3នៃ3គុណជាមួយនឹងរឹសទី3នៃប៉ុន្មានបាទនៃ2ការ៉េបាន4បាទដកនឹងរឹសទី3នៃ3គុណនឹង2បាន6ឬក៏2គុណនឹង3បាន6បូកនឹងរឹសទី3នៃ9ឃើញទេបាត់វងចោលឆ្វប់មកអាខាងលើក៏យើងបាត់វងចោលដែរកន្លែងនេះគឺក្មួយធ្វើការគុណហើយកន្លែងនេះគឺយើងធ្វើការគុណរឹសការ៉េរឹសទី3នៃ3គុណនឹង4គឺ3គុណ4បាន12រឹសទី3នៃ12បាទនេះក្មួយតនេះកន្លែងនេះបាទអញ្ចឹងបន្ទាប់មកទៀតបើយើងបានរឹសទី3នៃ12ក្មួយកន្លែងនេះគឺយើងគុណតទៀតទៅ3គុណនឹង6គឺបានដកនេះសញ្ញាដកនេះដករឹសទី3នៃ18បាទ6 3ដក18រួចក្មួយគុណបន្តទៀតទៅបូកជាមួយនឹងរឹសទី3នៃ3គុណនឹង9បាន27បាទលើនេះគួរឃើញគួរឧបពាក្យសិន2គុណនឹង4បាន8បាទកន្លែងនេះគឺរឹសទី3នៃ8ឃើញទេមួយតន់អត់អានេះគុណទៅទៀតទៅបានប៉ុន្មានដករឹសទី3នៃ6 2ដង12បាទនេះ12គូសេ12រួចបន្តមកទៀតគឺ2គុណនឹង9ទៀតមកបានបូករឹសទី3នៃ18ឃើញទេរួចគួរគុណនេះទៀតមកគឺរឹសទី3នៃ4គុណរឹសទី3នៃ3រឹសទី3នៃ3គុណរឹសទី3នៃ4មកបានបូករឹសទី3នៃ12ឃើញទេរឹសទី3នៃ3គុណនឹង6ទៀតមកបានដករឹសទី3នៃ18ចុងក្រោយគឺរឹសទី3នៃ3គុណរឹសទី3នៃ9មកបូករឹសទី3នៃ27គួរអូរបានេះតនេះមកបាទអញ្ចឹងកន្លែងនេះគឺយើងសរសេរលេខនេះគឺបញ្ចេញពីរ៉ាឌីកាល់បាន3បើ3គួរសរសេរកន្លែងនេះឆ្វាប់មក27យើងចេញពីរ៉ាឌីកាល់បានឬក៏គួរសេះនេះមុនក៏បានដែរបាទលោកគ្រូសរសេរបានរឹសទី3នៃ12បូកដករឹសទី3នៃ18 27យើងចេញពីរ៉ាឌីកាល់បាន3អញ្ចឹងយើងបូកជាមួយនឹង3លើមើលតើណាលើចំពោះបូករឹសទី3នៃ8យើងចេញពីរ៉ាឌីកាល់មកបានប៉ុន្មានគឺបាន2មែនទេគឺ2គួរដាក់2កន្លែងនេះឆ្វាប់មកចុះរឹសទី3នៃ12ដករឹសទី3នៃ12បូករឹសទី3រឹសទី3នៃ12សម្រួលទៅគឺ0បូករឹសទី3នៃ18ដករឹសទី3នៃ18សម្រួលមួយទៀតគឺ0អស់ហើយ4នេះគឺអស់គឺនៅសល់រឹសទី3នៃ27យើងចេញមកបានប៉ុន្មានបាន3បូកជាមួយនឹង3ទៀតមកបាទអញ្ចឹងលទ្ធផលរបស់យើងគឺស្មើមួយគឺស្មើសរសេរទៀតមករឹសទី3នៃ20នៃ12ដករឹសទី3នៃ18ហើយបូកជាមួយនឹង3ចុងក្រោយលើមួយមើលអានឹងច្រើនតិចហើយ2បូក3គឺស្មើនឹង5បាទនេះក្មួយនេះគឺជាចម្លើយរបស់យើងមួយមើលត